ចាមគឺជាខេត្តដែលមានវ័យចំណាស់មួយដែលពោពេញទៅដោយសម្បត្តិវប្បធម៌ប្រាង្គប្រាសាទជាច្រើនសុទ្ធសឹងតែមានអាយុកាលវ័យចំណាស់ដោយឡែកថ្ងៃនេះយើងនឹងលើកយកប្រាសាទមួយដែលបានកសាងឡើងនៅចុងសតវត្សទី12គឺប្រាសាទនគរបាជ័យប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ2គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមនិងមានចម្ងាយសរុប122គីឡូម៉ែត្រពីរាជធានីភ្នំពេញសាស្ត្រាចារ្យផ្នែកសិលាចារឹកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអនុបណ្ឌិតវង្សសុធារាបានមានប្រសាសន៍ថាតាមរយៈសិលាចារឹក K82 ដែលសរសេរជាភាសាបាលីនិងភាសាខ្មែរបានឲ្យដឹងថាកន្លែងដែលមានការកសាងប្រាសាទនគរបាជ័យនេះជានគររបស់ស្ដេចត្រាញ់មួយប្រាសាទនេះមានឈ្មោះដើមថាជ័យវីរស័ក្តិដែលមានន័យថាព្រះឥសូរដ៏ជើងជ័យសិលាចារឹកនេះត្រូវបានសរសេរនៅក្នុងកំឡុងឆ្នាំ1566ដែលត្រូវនឹងសតវត្សទី16នៃគ្រិស្តសករាជប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី7នាចុងសតវត្សទី12តាមលំនាំរចនាបថបាយ័ននៅក្នុងបរិវេណប្រាសាទនេះមានសសរពេជ្រខ្ពស់ឈរទប់ផ្តែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំង4ទិសរបស់ប្រាសាទដែលអមទៅដោយជញ្ជាំងដែលមានលម្អទៅដោយចម្លាក់អប្សរាជាច្រើនប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនានិងព្រាហ្មណ៍សាសនារហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺរឹងមាំល្អណាស់សម្រាប់ការទស្សនាកម្សាន្តហើយក៏បន្សល់ទុកនៅផ្ទាំងសិលាចារឹកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនាដែលស្ថាបនានាក្រោយសម័យអង្គរនេះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរនៅលើជញ្ជាំងគោបរៈទី3មានលម្អទៅដោយរូបទេវតាឆ្មាំភេទស្រីនិងរូបបង្អួចបញ្ឆោតរំលេចទៅដោយចម្លាក់កូនក្រលឹងជាជួរគោបរៈទី3នេះគឺកសាងឡើងអំពីថ្មភក់ដែលឃើញមាននៅលើហោជាងខាងជើងសាច់រឿងនិទានពីមហាយាត្រានៃព្រះសិទ្ធត្ថចេញទៅសាងភ្នោះសិទ្ធត្ថជាឈ្មោះរបស់ពុទ្ធអង្គមុនពេលដែលព្រះអង្គបានត្រាស់ដឹងបរិវេណនៃកំពែងទី3នេះមានស្រះទឹកចំនួន2តាមទ្រឹស្ដីបែបព្រះពុទ្ធសាសនានិយមស្រះទឹកនេះគឺតំណាងឲ្យស្រះបោខរណីប្រកបទៅដោយគង្គាថ្លាឆ្វេងនិងមានបទុមផ្កាបញ្ចេញគុន្ធាដ៏ក្រអូបឈ្ងុយឈ្ងប់ប្រចាំស្ថានតាមព្រាហ្មណ៍សាសនាទ្រឹស្ដីបែបលោកធាតុនិយមគូទឹកដែលព័ទ្ធជុំវិញប្រាសាទគឺតំណាងឲ្យមហាសមុទ្រលោកធាតុទាំង7កំពែងប្រាសាទគឺភ្នំលោកធាតុទាំង7ដែររីឯប្រាង្គប្រាសាទគឺជាស្ថានទេវលោកនៅក្នុងបរិវេណនៃកំពែងទី2ចំពីមុខទ្វារចូលខាងឆ្វេងដៃគឺមានរូបព្រះនរាយណ៍ដៃ4នៅខាងស្ដាំដៃគឺរូបអវេឡូកេតេស្វរៈដៃ8ឬហៅម្យ៉ាងទៀតថាលោកេស្វរៈដៃ8ជាពោធិសត្វដែលជួយសង្គ្រោះនិងផ្ដល់សេចក្តីសុខដល់មនុស្សលោកគួរបញ្ជាក់ផងដែរថាសម្រាប់ប្រាសាទនគរបាជ័យត្រូវបានជាប់ឈ្មោះនៅក្នុងបញ្ជីស្នើសុំទៅកាន់អង្គការ UNESCO ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ1992រួមគ្នាជាមួយនឹងក្រុមប្រាសាទកោះកេរឧទ្យានជាតិភ្នំគូលែនគោបូរីភ្នំដាភ្នំរាជទ្រព្យប្រាសាទបេងមាលាក្រុមប្រាសាទព្រះខ័នកំពង់ស្វាយនិងក្រុមប្រាសាទបន្ទាយឆ្មារផងដែរ